សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំឆៃថ្មីវីដេអូមួយខ្ញុំបានបរៀនអ្នកនរគ្នាពីរបៀបតម្លើងរបៀប set up ហើយនិងរបៀបក្នុងការបង្កើតម៉ាស៊ីននៅក្នុង VM នោះផងដែរហើយវីដេអូនេះផងដែរខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពី Active Directory ហើយមុនទៅដល់ការបង្ហាញខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្គាល់ថា Active Directory ជាអ្វី Active Directory គឺជាប្រព័ន្ធ Microsoft ដែលប្រើសម្រាប់គ្រប់គ្រង user computer និង resource នៅក្នុង network មួយឧទាហរណ៍ថាបើសិនជាយើងមានក្រុមហ៊ុនមួយដែលមានកុំព្យូទ័រចំនួន100គ្រឿងហើយមានបុគ្គលិក100នាក់បើយើងត្រូវបង្កើត user និង password នៅលើកុំព្យូទ័រនីមួយៗវានឹងចំណាយពេលយូរហើយវាពិបាកគ្រប់គ្រងអញ្ចឹងយើងត្រូវឲ្យបង្កើត Active Directory ដើម្បីគ្រប់គ្រងវាពីកន្លែងកណ្ដាលតែមួយចឹងហើយវាធ្វើការបានលឿនហើយវាស្រួលក្នុងការគ្រប់គ្រងចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់វីដេអូក្នុងការ Active លើ Directory នេះតែម្ដងជារបបយើងចូលទៅកាន់ server manager ហើយចុចទី2នេះ add role feature នេះហើយចុច next ទៀតមក next ហើយ tick ទៅលើ Active Directory domain server ហើយចុច add feature ចុច next ទៀតមកហើយចុច next ទៀតចុច install វាមកចាំវាពេញសិនពេញយើងចុច close វាមកហើយយើងមើលទៅលើឃើញកន្លែងសញ្ញារូបទាននេះចុចលើហ្នឹងមកហើយចុច promote this ហើយចុច add new folder ឲ្យមកដាក់ឈ្មោះ domain name របស់យើងហ្នឹងដែលថាset local ហើយចុច next ហើយយើងដាក់ password ហ្នឹងយើងដាក់ឲ្យត្រូវគ្នាទាំងលើទាំងក្រោមហើយយើងដាក់ឲ្យដូច password ម៉ាស៊ីន VM របស់យើងហ្នឹងមកចុច next មកចុច next ទៀតមកnext ទៀតចុច next ទៀតពេលនេះយើងចុច install វាមកពេល install បានវានឹងឲ្យ restart VM របស់យើងហ្នឹងម៉ាស៊ីនរបស់យើង restart ហ្នឹងយើងចាំវារៀងយូរដែរចាំវាបន្តិចមកយើងចុចដាក់ password ឲ្យយើងទៅចុច control alt insert ដាក់ password យើងទៅនេះយើងបង្កើតយើង Active Directory របស់យើងបានសម្រាប់ឲ្យយើងចូលមើលមកនេះចុចទៅលើ Active Directory user and computer នេះយើង Active Directory បានសម្រាប់ឲ្យយើងចង់បង្កើត user ចុច new នេះមកចុច user នេះមកផ្សេងយើងចង់បង្កើតវីដេអូរបស់យើងបានមកដល់ទីបញ្ចប់ហើយនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបក្នុងការ join domain អរគុណ